មេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនទទួលស្គាល់ថាទីក្រុងសំខាន់ប្រឈមមុខនឹងកងកម្លាំងរុស្ស៊ីរាប់ពាន់នាក់មេបញ្ជាការយោធាកម្ពុជារបស់អ៊ុយក្រែនបានទទួលស្គាល់ថាទាហានរបស់គាត់កំពុងប្រឈមមុខនឹងស្ថានភាពលំបាកក្នុងការការពារ Pokrovsk ទីក្រុងជួរមុខភាគខាងកើតដ៏សំខាន់មួយនេះដើម្បីទប់ទល់នឹងប្រឆាំងកងកម្លាំងរុស្ស៊ីដ៏ច្រើនកុះករឧត្តមសេនីយ៍ Oleksandr Syrsky បាននិយាយថាកងទ័ពអ៊ុយក្រែនកំពុងប្រឈមមុខនឹងកងកម្លាំងសត្រូវរាប់ពាន់នាក់ហើយរុស្ស៊ីបានអះអាងថាពួកគេបានឡោមព័ទ្ធកងទ័ពអ៊ុយក្រែនលោកបានបញ្ជាក់ថាកងកម្លាំងពិសេសវីរៈជនត្រូវបានដាក់ពង្រាយដើម្បីការពារខ្សែផ្គត់ផ្គង់សំខាន់ៗដែលប្រភពកងទ័ពបាននិយាយថាទាំងអស់ស្ថិតនៅក្រោមការបាញ់ប្រហាររបស់រុស្ស៊ីយ៉ាងខ្លាំងក្រសួងការពារជាតិនៅទីក្រុងមូស្គូបានរាយការណ៍ថាកងទ័ពអ៊ុយក្រែនកំពុងចុះចាញ់ហើយកងកម្លាំងពិសេសចំនួន11នាក់របស់ពួកគេត្រូវបានសម្លាប់បន្ទាប់ពីចុះចតពីឧទ្ធម្ភាគចក្រដែលជាអ្វីមួយដែលត្រូវបានបដិសេធដោយទីក្រុងគៀវនៅក្នុងការបង្ហោះកាលពីថ្ងៃសៅរ៍នៅលើ Telegram ឧត្តមសេនីយ៍ Syrsky បាននិយាយថាលោកបានត្រឡប់មកជួរមុខវិញដើម្បីស្ដាប់របាយការណ៍ចុងក្រោយបំផុតពីមេបញ្ជាការយោធានៅលើតំបន់ Donetsk ភាគខាងកើតនៅក្នុងវីដេអូខ្លីមួយ Syrsky ត្រូវបានគេឃើញកំពុងសិក្សាផែនទីសមរភូមិជាមួយមេបញ្ជាការផ្សេងទៀតរួមទាំងប្រធានចារកម្មយោធាអ៊ុយក្រែន Kirilo Bondanov វាមិនច្បាស់ថាពេលណានិងកន្លែងណាដែលវីដេអូត្រូវបានថតនោះទេប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ពីមុនថាលោក Kirilo Bondanov បានស្ថិតនៅក្នុងតំបន់នេះដើម្បីត្រួតពិនិត្យប្រតិបត្តិការដោយកងកម្លាំងពិសេសដោយផ្ទាល់ការដាក់ពង្រាយកងកម្លាំងពិសេសបង្ហាញថាមន្ត្រីនៅទីក្រុងគៀវបានបញ្ញាចិត្តក្នុងការព្យាយាមកាន់កាប់ទីក្រុងនេះដែលរុស្ស៊ីបានព្យាយាមដណ្ដើមយកអស់រយៈពេលជាង1ឆ្នាំមកហើយកងពលឆ្លើយតបរហ័សទី7របស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថាកងទ័ពអ៊ុយក្រែនបានកែលម្អទីតាំងយុទ្ធសាស្ត្ររបស់ពួកគេនៅ Pokrovsk ប៉ុន្តែស្ថានភាពនៅតែពិបាកនឹងទប់ទល់នៅយប់ថ្ងៃសុក្រប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសង្កត់ធ្ងន់ថាការការពារទីក្រុង Pokrovsk គឺជាអាទិភាពមានរបាយការណ៍កាន់តែច្រើនឡើងអំពីការឈានទៅមុខរបស់រុស្ស៊ីនៅជុំវិញទីក្រុងយុទ្ធសាស្ត្រនៅភាគខាងលិចនៃរដ្ឋធានីតំបន់ Donetsk ដែលរុស្ស៊ីដណ្ដើមយកបានរូបភាពដែលបានចែករំលែកជាមួយភ្នាក់ងារព័ត៌មាននៅយប់ថ្ងៃសុក្រហាក់ដូចជាបង្ហាញពីឧទ្ធម្ភាគចក្រ Black Hawk របស់អ៊ុយក្រែនកំពុងដាក់ពង្រាយកងទ័ពប្រហែល10នាក់នៅជិត Pokrovskទោះបីជាទីតាំងនិងការបរិច្ឆេទមិនអាចផ្ទៀងផ្ទាត់បានក៏ដោយក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាខ្លួនបានរារាំងការដាក់ពង្រាយកងកម្លាំងពិសេសចារកម្មយោធាអ៊ុយក្រែននៅភាគពាយ័ព្យនៃទីក្រុងដោយបានសម្លាប់កងទ័ពទាំង11នាក់ដែលបានចុះចតដោយឧទ្ធម្ភាគចក្រ Deep State ដែលជាក្រុមត្រួតពិនិត្យប្រភពបើកចំហរបស់អ៊ុយក្រែនបានប្រមាណថាប្រហែលពាក់កណ្ដាលនៃ Pokrovsk គឺជាអ្វីដែលហៅថាតំបន់ពណ៌ប្រផេះតែភាគីទាំងពីរមិនស្ថិតក្រោមការគ្រប់គ្រងពេញលេញប្រភពយោធាមួយនៅ Donetsk បានប្រាប់ BBC ថាកងកម្លាំងអ៊ុយក្រែនមិនត្រូវបានឡោមព័ទ្ធទេប៉ុន្តែខ្សែផ្គត់ផ្គង់របស់ពួកគេត្រូវបានបាញ់ប្រហារពីកងទ័ពរុស្ស៊ីវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថាកងកម្លាំងអ៊ុយក្រែនបានគូឈានទៅមុខបន្តិចបន្តួចក្នុងអំឡុងពេលការវាយប្រហារថ្មីៗនេះនៅភាគខាងជើងនៃ Pokrovsk ប៉ុន្តែបាននិយាយថាទីក្រុងនេះភាគច្រើនជាតំបន់ពណ៌ប្រផេះដែលមានជម្លោះទីក្រុងមូស្គូចង់ឲ្យទីក្រុងគៀវប្រគល់ Donetsk និងតំបន់ Luhansk ដែលនៅជិតខាងតែត្រូវបានគេស្គាល់ជារួមថា Donbass ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពរួមទាំងផ្នែកដែលខ្លួនមិនទាន់គ្រប់គ្រងនាពេលបច្ចុប្បន្នរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រីធំលើអ៊ុយក្រែននៅក្នុងខែកុម្ភៈឆ្នាំ2022ហើយបច្ចុប្បន្នគ្រប់គ្រងប្រហែល 20% នៃទឹកដីអ៊ុយក្រែនរួមទាំងឧបទ្វីបគ្រីមៀដែលទីក្រុងមូស្គូបានបញ្ចូលក្នុងឆ្នាំ2014 Pokrovsk គឺជាមជ្ឈមណ្ឌលដឹកជញ្ជូននិងផ្គត់ផ្គង់ដ៏សំខាន់មួយដែលការចាប់យករបស់ខ្លួនអាចដោះសោកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីដណ្ដើមយកតំបន់ដែលនៅសល់ប៉ុន្តែទីក្រុងគៀវក៏ជឿជាក់ផងដែរថាការចាប់យករបស់ខ្លួននឹងជួយរុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកថាយុទ្ធនាការហើយដូច្នេះលោកខាងលិចគួរតែយល់ព្រមតាមការទាមទាររបស់ខ្លួនទីក្រុង Washington កាន់តែមានការខកចិត្តចំពោះការបរាជ័យរបស់វិមានក្រឹមឡាំងក្នុងការឈានទៅមុខជាមួយនឹងការចរចាសន្តិភាពដែលឈានដល់ចំណុចកំពូលនៅក្នុងប្រធានាធិបតីអាមេរិក Donald Trump ដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងធំជាងគេពីររបស់រុស្ស៊ីនិងលុបចោលផែនការសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី Vladimir Putin លោក Zelensky បានយល់ព្រមជាសាធារណៈជាមួយនឹងសំណើរបស់លោក Trump សម្រាប់បទឈប់បាញ់ដែលនឹងបង្កកសង្គ្រាមតាមបណ្ដោយខ្សែបន្ទាត់ខាងមុខបច្ចុប្បន្នលោក Putin កំពុងបដិសេធមិនធ្វើដូច្នេះទេដោយទូចលើការទាមទារមុនការឈ្លានពានអត្ថបរមារបស់គាត់ដែលទីក្រុងគៀវនិងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនមើលឃើញថាជាការចុះចាញ់ជាក់ស្ដែងរបស់អ៊ុយក្រែន។